សួស្តីប្រិយមិត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី11នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី CoinMarketCap ថាតើវាជាអ្វីហេតុអ្វីវាត្រូវបានបង្កើតឡើងនិងប្រើសម្រាប់អ្វីតោះចាប់ផ្ដើម CoinMarketCap គឺជា website ដ៏ល្បីមួយដែលបង្ហាញព័ត៌មានអំពីរូបិយប័ណ្ណ Digital វាត្រូវបានបង្កើតឡើងនៅឆ្នាំ2013ដើម្បីតាមដានតម្លៃបរិមាណជួញដូរនិងទិន្នន័យផ្សេងទៀតនៃ Crypto ដូចជា Bitcoin, Ethereum និងរាប់ពាន់កាក់ផ្សេងៗទៀត CoinMarketCap ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ព័ត៌មានច្បាស់លាស់និងធ្វើឲ្យទីផ្សារ Crypto កាន់តែមានតម្លាភាពនៅពេលនោះ Crypto កំពុងរីកចម្រើនប៉ុន្តែมันមានកន្លែងណាមួយដែលប្រមូលទិន្នន័យទាំងអស់នេះនៅកន្លែងតែមួយទេវាបានក្លាយជាឧបករណ៍សំខាន់សម្រាប់អ្នកវិនិយោគCoinMarketCap ត្រូវបានប្រើសម្រាប់ពិនិត្យតម្លៃ Crypto បច្ចុប្បន្នប្រៀបធៀបកាក់ផ្សេងៗនិងស្វែងរកគម្រោងថ្មីៗអ្នកអាចមើលថាតើកាក់ណាកំពុងឡើងឬធ្លាក់និងសិក្សាពីទីផ្សារមូលធនឬ Market Cap របស់វានោះហើយជា CoinMarketCap តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ